បងប្អូនអើយមានមនុស្សជាច្រើនណាស់ឮអំពីព្រះយេស៊ូវច្រើនដងហើយពិបាកនឹងទទួលជឿព្រះយេស៊ូវហេតុអីដឹងអត់មកពីការភ័យខ្លាចមនុស្សជាច្រើនភ័យខ្លាចថាពេលដែលគាត់ជឿព្រះយេស៊ូវទៅអ្នកដទៃអ្នកជិតខាងគាត់បងប្អូនគាត់នឹងមានការរើសអើងគាត់ពេលដែលគាត់ជឿព្រះយេស៊ូវទៅនឹងមានការឌៀមដងឌឺដងផ្លែផ្កាឬក៏ចំអកមើលងាយដាក់គាត់បងប្អូនហើយការចំអកមើលងាយកើតឡើងរួចហើយមុនគឺកើតឡើងតាំងពីមុនពេលដែលយើងសម្រេចចិត្តជឿព្រះយេស៊ូវមកម្ល៉េះការចំអកមើលងាយការប្រកាន់ឋានៈការប្រកាន់វណ្ណៈនៅក្នុងសង្គមបានកើតរួចហើយគឺការនោះកើតឡើងតាំងពីមុនពេលដែលយើងសម្រេចចិត្តដើរតាមព្រះយេស៊ូវមកម្ល៉េះគេកើតរួចហើយអញ្ចឹងហើយឧទាហរណ៍ឲ្យយើងមើលតិចបើយើងប្រឹងប្រែងធ្វើការខ្លាំងពេកគេថាម៉េចណាបាទចុះបើយើងក្រប្រឹងប្រែងធ្វើការខ្លាំងហើយវានៅតែក្រយ៉ាងម៉េចវិញណាគេថាយ៉ាងម៉េចពាក្យសម្ដីអ្នកជិតខាងបាទចុះបើសិនជាយើងពាក់បំណុលគេថាយើងយ៉ាងម៉េចណាចុះបើយើងខំប្រឹងប្រែងបញ្ចេញសមត្ថភាពអស់លទ្ធភាពហើយតែវាមិនជោគជ័យសោះវាបរាជ័យតើពាក្យសម្ដីរបស់អ្នកជិតខាងអ្នកក្បែរខាងរបស់យើងគេថាយើងថាម៉េចទាំងអស់នោះហើយគឺជាពាក្យឌឺដងផ្លែផ្កាពាក្យប្រមាថពាក្យចំអកពាក្យមើលងាយខ្ញុំទទួលការមើលងាយតាំងពីមុនពេលជឿព្រះយេស៊ូវដោយសារខ្ញុំជាក្មេងកំព្រាហើយខ្ញុំរស់នៅជាមួយបងប្អូនចឹងអ្នកណាអ្នកមើលងាយអ្នកនៅក្បែរខាងនេះគឺមើលងាយដោយព្រោះតែក្មេងកំព្រានោះស្ថានភាពនឹងកើតឡើងមុនពេលដែលខ្ញុំសម្រេចចិត្តជឿព្រះយេស៊ូវអញ្ចឹងបងប្អូនហើយទោះបីលោកអ្នកជឿព្រះយេស៊ូវឬក៏មិនជឿព្រះយេស៊ូវការមើលងាយការចំអកលក់លើយឬក៏ការផ្លែផ្កាផ្សេងបានកើតរួចស្រេចទៅហើយដូច្នេះនៅពេលដែលយើងសម្រេចចិត្តពិតប្រាកដថាជឿព្រះយេស៊ូវគ្រីស្ទគឺវានៅតែកើតដដែលនោះឯងប៉ុន្តែគ្រាន់តែអ្នកណាក៏ដោយដែលជឿដល់ព្រះយេស៊ូវគ្រីស្ទយើងមានសេចក្តីសុខខាងក្នុងចិត្តព្រះយេស៊ូវបានប្រាប់មានព្រះបន្ទូលថាខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នាសេចក្តីសុខសាន្តដែលខ្ញុំឲ្យមិនមែនជាបណ្ដូចសេចក្តីសុខសាន្តដែលមនុស្សលោកឲ្យទេខ្ញុំទុកសេចក្តីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នាជាងអ្នកជឿព្រះយេស៊ូវមានសេចក្តីស្ងប់សុខនៅខាងក្នុងចិត្តយ៉ាងពិតប្រាកដព្រោះមានព្រះជាម្ចាស់ដ៏ពិតប្រាកដព្រះដ៏មានព្រះជន្មគង់នៅព្រះដ៏មានបារមីខ្ពស់លើទាំងអស់ជាខ្នងបង្អែកជាកម្លាំងចិត្តនិងជាអត្តន័យពិតនៅក្នុងជីវិតអរគុណសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ